ដំរីជាប្រភេទសត្វចតុបាតដែលមានមាឌធំជាងគេបំផុតនៅក្នុងឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបច្ចុប្បន្ននេះមានដំរីចំនួន4ក្បាលក្នុងនោះញីចំនួន2ក្បាលជារៀងរាល់ថ្ងៃក្រុមអ្នកថែរក្សាដំរីបាននាំពួកវាដើរលេងកម្សាន្តក្នុងព្រៃវាបេះស្លឹកឈើស៊ីបកសម្បកឈើត្រដុសដីលេងបាច់ដីដាក់លើខ្នងខ្លួនឯងនិងលេងទឹកយ៉ាងសប្បាយព្រោះវាចូលចិត្តទឹកខ្លាំងណាស់បន្ទាប់ពីដើរលេងរួចហើយក្រុមអ្នកថែរក្សាដំរីបានដាក់ចំណីដោយមានការលាក់បំពួនខ្លះៗដើម្បីឲ្យវាមានសកម្មភាពរុករកចំណីដោយខ្លួនឯងឲ្យដូចទៅនឹងធម្មជាតិការធ្វើបែបនេះដើម្បីឲ្យវាមានភាពវៃឆ្លាតរហ័សរហួនមានសុខភាពល្អនិងកាត់បន្ថយ stress ហើយចំណីទាំងនោះមានដូចជាស្មៅអំពៅផ្លែឈើសណ្តែកដីដើមចេកដូងខ្ចីនិងបន្លែចំណីរបស់ពួកវាត្រូវបានគេរៀបចំទុករួចជាស្រេចនៅក្នុងទ្រុងបន្ទាប់ពីស៊ីចំណីរួចហើយក្រុមអ្នកថែរក្សាដំរីបានបាញ់ទឹកសម្អាតខ្លួនរបស់ពួកវានិងបដូរជើងសុបនិមិត្តឲ្យវាដំរីពិការជើងមួយក្បាលនេះនឹងមិនអាចរស់នៅក្នុងព្រៃធម្មជាតិបានទេបើសិនគ្មានការជួយសង្គ្រោះពីមនុស្ស